ខ្ញុំដាក់កាមេរ៉ាមែនអូយស្អាតណាស់នេះស្អាតណាស់នេះអូបងទឹមជួសជុលទៀតហើយរាំប្រសូតដល់ពេលដែលប្រពុតព្រះអង្គប្រសូតគឺនៅក្នុងតាមរាំក្នុងនេះចាប៉ុន្តែព្រះអង្គមិនប្រសូតទៅនឹងទេអង្គប្រសូតនៅប្រទេសនេប៉ាល់ក្នុងជួនលំទីនេះនេះដើមរាំងប្រសោតនេះអង្គប្រសូតនៅនេប៉ាល់ហើយក្រុមសមាជិកចូលប្រទេសជាតិហើយអូនមកមកដល់ទៅមកមកម៉ាដល់3អ្នកមកម៉ាព្រះរាជវាំងនៅភ្នំពេញចាហើយបន្ទប់នៅខាងក្រោយហ្នឹងគេយើងមើលឃើញគេបែងចែកជា4ព្រះកលាបន្ទប់2ព្រះកលាបន្ទប់របស់ព្រះមហាក្សត្រនិងព្រះរាជអគ្គមហេសីនិងបន្ទប់ស្នានិងបន្ទប់ទទួលភ្ញៀវបន្ទប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រមានឈ្មោះថាសាមន្ទីជាកន្លែងដែលព្រះមហាក្សត្រទៅចែកលាយជាមួយនឹងប្រយុទ្ធវង្សានុវង្សនិងក្រុមបរិពារនៅក្នុងថ្ងៃអភិសេកក្រុងរាជដែលជាពិសេសគឺជាកន្លែងដែលដាក់តម្កល់នៅព្រះសពរបស់ព្រះជាគ្រប់ព្រះអង្គឧទាហរណ៍ដោយសម្ដេចតាគឺដាក់ព្រះសពរបស់ទ្រង់នៅបន្ទប់ខាងក្រោយចំនួន100ថ្ងៃចាវាទៅបានគេទៅខែព្រះសពរបស់ព្រះអង្គនឹងទៅកាន់វាប្រមេនដើម្បីធ្វើការបុព្វសពចាវាប្រមេនគឺបូជាបានតែព្រះមហាក្សត្រនិងសម្ដេចសង្ឃរ៉ៃប្រតិទិនសានព្រះនិងមន្ត្រីគ្រប់ផ្សេងទៀតគេប្រើប្រាស់វាប្រមេននៅមុខវត្តទុំចាហើយព្រះបរមរាជវាំងនេះគឺមានឈ្មោះថាព្រះបរមរាជវាំងចក្រមុខមង្គលចាក់តោគេយកឈ្មោះពីទលេប្រសព4មុខដែលស្ថិតនៅមុខវាំងហ្នឹងមានឈ្មោះថាទលេមេគង្គលឿនមេគង្គក្រោមទលេសាបនិងទលេបាសាក់ចាដឹងទេទលេមេគង្គហ្នឹងហូរមកពីប្រទេសទីបេត្រង់កាត់ប្រទេសចិនមាថៃលាវខ្មែរយើងនៅវៀតណាមមានឈ្មោះទៅសមុទ្រចិនទៀតតែទលេមេគង្គយើងល្អជាងគេត្រង់ថាទឹកទលេហូរចុះនិងហូរឡើងនៅដើមរដូវវស្សាទលេមេគង្គក្រោមហូរចាក់ទៅទលេសាបនៅដើមរដូវប្រាំងគឺទលេសាបហូរទៅទលេមេគង្គក្រោមវិញចាមានណាករណីពិសេសហូរទៅហូរមកស្ដាប់អ្នកគ្រូអាហ្នឹងចំណេះដឹងទូទៅខុសពីប្រទេសយើងត្រូវតែងសេចក្តីតែងអីបានយើងមានចំណេះដឹងទូទៅយើងនិយាយបានច្រើនប្រទេសយើងពិសេសដល់អញ្ចឹងទៀតគេលឺគេស្គាល់ស្ញាយថាប៉ុន្តែមានទឹកមកហូរទៅហើយហូរមកវិញចំណែកប្រទេសយើងហូរទៅហូរត្រឡប់មកវិញបាទអាហ្នឹងលក្ខណៈពិសេសចាវត្ត2នៅស្រុកខ្លាបិបឡូវត្តទី1គឺវត្តបកែវរកតទី2វត្តភ្នំចាមានឡើងទៅវត្តប្រកៅមរកតហើយនឹងវត្តភ្នំអត់មានប្រសង់នៅទេគង់នៅទេជាងការអាហ្នឹងសំណួរផ្ទាល់មាត់ណាជាងការគេអត់រៀននៅក្នុងសភៅគេសំណួរផ្ទាល់មាត់យកបន្ទុកបន្ថែមបាទកូនសិស្សណាខ្សោយគឺសួរផ្ទាល់មាត់គឺវាំងទី2វត្តកែមរកតទី3រោងរំរៃវាំងគឺពីដើមគឺជាផ្ទះឬក៏ជាភូមិរបស់ព្រះមហាក្សត្រហើយយើងរៀនសម័យចូលអត់បានទេតែឥឡូវយើងចូលបានយើងមានតែប្រព័ន្ធចូលបានយើងមានចំណាយចាហើយពីដើមបញ្ញត្តិទាំងអស់គឺរស់នៅក្នុងវាំងតែឥឡូវមានតែព្រះមហាក្សត្រនិងសម្ដេចយាយទេព្រះចបុត្រាបុត្រីរបស់ព្រះអង្គគឺទៅខាងក្រៅហើយគឺគាត់លោកមានបុត្រាបុត្រីច្រើនទៀតចឹងទៅរកពុំគឺធំធំទេចាអគារពណ៌ប្រភេទមួយនេះគឺជារាជអំណាចពីព្រះចៅអធិរាជពលទីអង្គទី3ថ្វាយដល់ព្រះចៅនរោត្តមតាំងពីឆ្នាំ1876ចាប្រទេសយើងគឺរស់នៅក្រោមអាណានិគមបារាំង90ឆ្នាំឆ្នាំ1863ដល់1953សម័យនេះចៅប្រជាជនខ្មែរយើងអត់អាចរៀនអស់លើបានទេយើងរៀនបានដល់ទី30ឆ្នាំទេឥឡូវចៅមានសំណាងធម្មរៀនចង់ចេះភាសាអីរៀនបានណាកុំព្យូទ័រមានតែ iPhone មួយចង់ដឹងពិភពលោកថានៅកន្លែងណាមានអីគឺចៅសើចមើលឃើញទាំងអស់សំណាងតែសប្បាយជ័យទៅតែសំពួននិយាយមករកគ្រូរៀនបានហើយអាគារទូចមួយនេះគឺជាកន្លែងតម្កល់នូវឧបករណ៍ក្រុងរាជដូចជាព្រះអង្គរាជព្រះខ័នរាជនិងសម្លៀកបំពាក់រាជកន្លែងឧបករណ៍ក្រុងរាជនេះថតចូលបង្ហាក៏ដល់
này cho muốn mai cho với mai ពេលនេះយើងចាប់ផ្ដើមរឿងពីខ្លងពីខាងកើតពាត់មួយជុំវិញព្រះវិហារនេះមានប្រវែង642ម៉ែត្រ khả năng ao mướn khả năng trong rương nó ao rương nó khang nông thế đó ដានេះចិត្តចប់ហើយចិត្តចប់ហ្នឹងគេនិយាយអំពីចំនួនពលានសេតាជាមួយនឹងបរិយាចាពេលដែលបរិយាអភិសេកជាមួយបរិយាមកគឺមានលក្ខណៈមួយទៅថាមិនម៉ែមិនអីថាមកចាប់អត់អីក៏ហត់ដល់ប៉ុណ្ណេះន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 េះជាក់ដែរប៉ុន្តែជាក្រុមចំនួនទៀតដោយមនុស្សខ្មែរយើងអាក្រក់ថងមួយឃើញអីល្អអត់ដែលថានេះឃើញល្អតតែកែទៅឆ្អែតស្ទាបពេលបាត់អត់ចិត្ត chân của nu bị đau mất à qua kêu bằng cối không tì ចាហើយនេះគេទៅចូលគូឡើងវិញមុនសម័យកូវីដហើយនេះនៅខាងក្រោមចានៅខាងក្រោមនៅខាងលើគេក្រាលសំណដើម្បីកុំឲ្យមានសំណើមឬជាតិប្រៃចូលមកនឹងបាក់តេរីផ្សេងៗវាមកឡើងជាគំនូហើយការជួយចូលនេះចំណាយពេលយូរព្រោះអីបានថាយូរមុននឹងគេបានប៉ុណ្ណឹងគេដាប់ថ្មពាក់កណ្ដាលអញ្ចឹងទៅគេបាត់សម្លេងឲ្យគេស្រោចទឹកខ្វប់ថ្ងៃស្រោចទឹកដើម្បីយកជាតិប្រៃដែលនៅក្នុងថ្មហ្នឹងឲ្យវាធ្លាក់ចុះតាមទឹកទៅដល់ពេលហើយគេទុកវាឲ្យស្ងួតបានគេរៀបថ្មឡើងវិញគេមានថ្នាំទៅបិទតាមនឹងទៀតហើយគេហាមមានទឹកសំណើមដូចពិសេសកន្លែងនេះវាមានសំណើមទៅធ្វើឲ្យគំនូនឆាប់ខូចហើយមើលពណ៌គេដើរមើលអូគំនូននេះមករឿងនេះគឺចំនួនរវាងក្រុងរៀបនិងបរិយាចាបរិយាអភិសេកបញ្ញាសេតាក្រុងរៀបមករួចនឹងសេតាពីក្រុងពីបរិយាទៅទុកនៅរង្ការ14ឆ្នាំហើយរយៈពេល14ឆ្នាំនោះបរិយារងមកមហាសីត្រឡប់មកវិញស្លប់ស្លាប់មកដាច់មកអត់បានទេចាអញ្ចឹងយើងឡើងទៅលើ chọc nè ai miền đất ai ở phố phong lại ở riết on á rồi riết lấy đây hả ai à lấy được không đã không có hóm rồiកំប្លង់ខ្លងហើយណាជាលេងអង្គចាត់បរិស័ទយ៉ាងជារបាំតែតាចារាចារាមុំបងហើយដូចជាមុំបងអើយនៅកំប្លង់ខ្លងហើយណាជាលេងអង្គចាត់បរិស័ទយ៉ាង
lấy xe ra thua này